ចឹងវីដេអូនេះដែរគឺយើងមកធ្វើការផុសវីដេអូនៅក្នុង page បែបលក្ខណៈវីដេអូបែបនេះដែលគេកំពុងពេញនិយមគឺពេញនិយមមែនទែនចឹងដើម្បីយើងធ្វើការផុសគឺអ្នកនរគ្នាគ្រាន់តែមើលវីដេអូរបស់ខ្ញុំមកនឹងចេះផុសវីដេអូបែបនេះចឹងជាដំបូងអ្នកនរគ្នាចូល Play Store ឬ App Store មកដើម្បីយើង download កម្មវិធី Master Post មួយសិនមកអូខេដោយសារខ្ញុំបាន download ហើយចឹងខ្ញុំធ្វើការចុចចូលតែម្ដងអូខេចឹងចូលមកដល់កន្លែងនេះដោយសារមុនគឺពិបាកធ្វើមែនតើតែឥឡូវលើកនេះគឺស្រួលងាយស្រួលមែនតើបងប្អូនគ្រាន់តែ download មកគឺធ្វើបានតែម្ដងអូខេឥឡូវយើងចុចកន្លែងដែលខ្ញុំគូរវងនេះមកដើម្បីយើងធ្វើការ add Facebook យើងចូលអូខេឥឡូវយើងមកដល់ចំណុចនេះជាកន្លែងយើង add Facebook អញ្ចឹងកន្លែងខាងលើ add account យើងចុចចូលមកអញ្ចឹងយើងឃើញនៅកន្លែងនេះពីមុនខ្ញុំបង្ហាញបែបលក្ខណៈ add នៅខាងក្រោមនេះអត់មាន Facebook នៅខាងលើនេះឥឡូវគឺមានហ្នឹងគឺងាយស្រួលយើងគ្រាន់តែ log ទៅគឺយើងអាចផុសបានតែម្ដងអូខេឥឡូវយើងធ្វើការចុច add Facebook យើងចូលមកអញ្ចឹងរងចាំបន្តិចឲ្យវាដល់អញ្ចឹងមកដល់កន្លែងនេះអ្នកនរគ្នាចុចកន្លែងនេះមកដើម្បីយើងបន្តទៅខាងមុខទៀតអញ្ចឹងមកដល់កន្លែងនេះអ្នកនរគ្នាគ្រីសឲ្យអស់មកដើម្បីយើងធ្វើការផុសនៅក្នុង page អញ្ចឹងយើងគ្រីសមកបន្តមកយើងចុចតអូខេអញ្ចឹងមកដល់ខាងនេះយើងយកខាងលើមកចុចតទៀតមកអូខេបន្តមកដល់កន្លែងនេះអ្នកនរគ្នា save អញ្ចឹងតើបន្តមកគឺយើងចុចអក្សរ Q មកដើម្បីយើងបញ្ចប់គឺអញ្ចឹងយើងបានភ្ជាប់ដោយជោគជ័យហើយគឺអត់មានអីពិបាកទេអ្នកនរគ្នាឃើញទេអ្នកនរគ្នាចង់ log Facebook ចេញចុចកន្លែងហ្នឹងទៅវានឹង log Facebook អ្នកនរគ្នាចេញឥឡូវយើងមកធ្វើការផុសវីដេអូមួយសិនអូខេយើងចុចកន្លែងនេះមកដើម្បីយើងធ្វើការ add វីដេអូអញ្ចឹងខ្ញុំសូមចែកវីដេអូនេះមកបន្តមកគឺយើងចុចអញ្ចឹងយើងឃើញហើយគឺវីដេអូយើងចូលមកយើងចុចផុសមកអូខេរងចាំបន្តិចដោយសារវារៀង slow អ៊ីនធឺណិតអត់សូវដើរលឿនហ្នឹងណាអូខេអញ្ចឹងចូលមកដល់កន្លែងនេះចឹងរងចាំឲ្យវាចេញរូបមកចាំយើងបន្តទៀតអូខេឥឡូវគឺវាចេញរូបហើយអញ្ចឹងកន្លែងនេះយើងចុចជ្រើសរើស page យើងចង់ផុសនៅក្នុង page ណាយើងគ្រីស page ហ្នឹងមកអញ្ចឹងខ្ញុំផុសនៅក្នុង page នេះមួយអូខេបន្តមកគឺយើងចុចអូសវាចុះក្រោមវិញមកដល់អញ្ចឹងវាបាត់ហើយអញ្ចឹងវានឹងជាប់ឈ្មោះ page ដែលយើងចង់ផុសឲ្យនេះអូខេអញ្ចឹងអ្នកនរគ្នាចង់ផុស page 10 page អ្នកនរគ្នា10 page មកហើយកន្លែងនេះគឺយើងអាចសរសេរអីក៏បានដែរតបមកកន្លែងនេះអញ្ចឹងមកដល់ចំណុចនេះគឺយើងអាចបដូររូបកន្លែងហ្នឹងចេញមកដើម្បីយើងធ្វើការដាក់ Facebook របស់យើងឬក៏ដាក់អីផ្សេងអញ្ចឹងតាមចិត្តអ្នកនរគ្នាអូខេឥឡូវយើងដោយសាររូបវាព្រីឲ្យយើងចង់ដាក់រូបវាព្រីឲ្យទេយើងចុចកន្លែងសញ្ញាលេខបូកនេះមកដើម្បីយើងអូសរូបមួយអូខេឥឡូវខ្ញុំត្រូលរូបមួយសិនខ្ញុំដាក់ Facebook របស់ខ្ញុំតើមកអ្នកនរគ្នាឃើញរូបរបស់ខ្ញុំវាលោតមកចូលមកតារាងហ្នឹងហើយអ្នកនរគ្នាចុចមួយទៀតមកអញ្ចឹងវានឹងឡើងនៅកន្លែងនេះហើយហ្នឹងគឺអត់មានអីពិបាកទេបន្ទាប់មកអ្នកនរគ្នាចុចផុសមកអញ្ចឹងយើងចុចសញ្ញាផុសមកដើម្បីយើងធ្វើការផុសអញ្ចឹងគឺតែប៉ុណ្ណឹងគឺអត់មានអីពិបាកគឺងាយស្រួលអូខេអញ្ចឹងវីដេអូហ្នឹងក៏អត់មានអីវាឆ្ងាយអត់មានអីច្រើនដែរក៏ច្រងថងកន្លែងណាក៏សូមបងប្អូនអធិស្ឋានបើខ្ញុំនិយាយទៅមានលើមានខ្វះអីអ្នកនរគ្នាជួយពេញផងជួបគ្នាវីដេអូក្រោយសង្ឃឹមថាអ្នកនរគ្នាមើលយល់បើមិនយល់ត្រង់កន្លែងណាអាចតម្លាក់ជា comment នៅក្រោមវីដេអូនេះឬក៏ឆាតមក Facebook របស់ខ្ញុំផ្ទាល់ដែលខ្ញុំបានដាក់រូបហ្នឹងអ្នកនរគ្នាអាចឆាតមកឬក៏ add មកក៏បាន follow មួយក៏បានតាមទាំងអស់តាមចិត្តអ្នកនរគ្នាចង់អញ្ចឹងណានេះជា page របស់ខ្ញុំនេះជា page របស់ខ្ញុំដែលខ្ញុំលេងនេះជា Facebook តខ្លួនរបស់ខ្ញុំដែលមានសញ្ញាគ្រីសហ្នឹងអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយបាយ Nice.